063គឺជាទូកផ្នែកអ៊ំនារីចាទូកផ្នែកអ៊ំនារីនេះគឺមានឈ្មោះថាចារន្ទះពេជ្រសែនជ័យដែលជើញមកពីខេត្តកំពង់ឆ្នាំងគឺគាត់ឈរជើងទៀតហើយគឺគាត់អ៊ំតែឯងទេចាដៃគូរបស់គាត់គឺមិនមានទេអានេះថាគាត់អ៊ំតែឯងគាត់ឈរជើងនាងខ្ញុំសូមបន្តទៅទូកគូទី35ទូកគូទី35ខ្សែទឹកខាងក្នុងមានឈ្មោះថាប្រាសាទសម្បូរសែនជ័យដែលជើញមកពីខេត្តកំពង់ធំពាក់ផ្លាកលេខ069ខ្សែទឹកខាងក្រៅមានឈ្មោះថានិរិនរាំងសីស្រីសពិចិត្រដែលជើញមកពីខេត្តបាត់ដំបងចាឥឡូវនេះខេត្តបាត់ដំបងខ្សែទឹកខាងក្រៅនិរិនរាំងសីរស្មីសពិចិត្រពិតជាលឿនលយអស្ចារ្យមែនទែនហើយគាត់នាំមុខគេគឺដាច់មួយទូកពីរទូកទៅហើយចំណែកឯទូកដែលនៅខ្សែទឹកខាងក្នុងប្រាសាទសម្បូរសែនជ័យដែលជើញមកពីខេត្តកំពង់ធំចាគាត់ក៏ខំកំពង់ធំគឺគាត់ខំប្រឹងបន្ថែមល្បឿនខ្លាំងៗណាស់ដែរប៉ុន្តែគួរឲ្យសោកស្ដាយគឺនៅរិនរាំងសីស្រីសពិចិត្រនៅខ្សែទឹកខាងក្រៅដែលជើញមកពីខេត្តបាត់ដំបងគាត់ទទួលបានជ័យជំនះហើយយើងខ្ញុំសូមថ្លែងអំណរគុណបន្តគឺទូកកក់ប្រខែសែនជ័យនិងទូកឈ្មោះកុំពិសេសមហាសែនដែលជាខេត្តកំពង់ស្ពឺសូមថ្លែងអំណរគុណដល់ប្រជាអន្តការវត្តសាលព្រឹកថាវិការចំនួន2លានរៀលទឹកសុទ្ធ30យូរទឹកក្រូច8កេសឯកឧត្តមជូនវ៉នថាវិការចំនួន2លានរៀលនិងជាដុល្លារ2ដុល្លារមី10កេសទឹកក្រូច10កេសឯកឧត្តមជុំវងថាវិការ2លាន2សែនទៅទូគូទី36មន្ទីរអប់រំ1លានរៀលទូគូទី36ខ្សែទឹកខាងក្នុងនាងតាវតីសែនមានជ័យដែលជើញមកពីខេត្តកណ្ដាលពាក់ផ្លាកលេខ071ចំណែកឯទូខ្សែទឹកខាងក្រៅមានឈ្មោះថានាគទេពកុមារសង្វាតទឹកសែនតេជោដែលជើញមកពីខេត្តកណ្ដាលដូចគ្នាដែលពាក់ផ្លាកលេខ073ចាខ្សែទឹកខាងក្រៅឯកសណ្ឋានរបស់គាត់គឺសទាំងអស់តែម្ដងហើយឥឡូវនេះមកដល់កងពាន់ទី2គាត់កំពុងតែនាំមុខរបស់ខ្លួនហើយចំណែកឯទូកខ្សែទឹកខាងក្នុងមានឈ្មោះថានាងតាវតីសែនមានជ័យខេត្តកណ្ដាលហើយខេត្តកណ្ដាលដូចគ្នាចាខុសតែវត្តហើយនឹងស្រុកទេឯកសណ្ឋានរបស់ទូកខ្សែទឹកខាងក្នុងគឺខៀវទាំងអស់តែម្ដងចាទាំងខោទាំងអាវទាំងមួកចាឥឡូវនេះមកជាដល់ទីប្រត់គឺឃើញថាទូកខ្សែទឹកខាងក្រៅល្បឿនរបស់គាត់គឺពិតជាលឿនលយអស្ចារ្យហើយចាល្បឿនរបស់គាត់គឺខ្លាំងមែនតើឥឡូវនេះគាត់ទទួលបានជ័យជំនះហើយនៅក្នុងថ្ងៃទី2ជើងទី1នេះ